ឆ្លើយតបទៅនឹងលិខិតតវ៉ារបស់អភិបាលខេត្តស្រះកែវថៃអភិបាលខេត្តបន្ទាយមានជ័យកម្ពុជាបានប្រាប់អភិបាលខេត្តស្រះកែវថៃថាទីតាំងដែលរដ្ឋបាលខេត្តស្រះកែវតវ៉ាស្ថិតនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺប្រជាពលរដ្ឋកម្ពុជាបានរស់នៅកាន់កាប់និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ 2000 ឯកឧត្តមអ៊ុំរាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី 8 ខែតុលាឆ្នាំ 2025 បានផ្ញើលិខិតទៅកាន់អភិបាលខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃដោយបានឆ្លើយតបចំពោះករណីដែលរដ្ឋបាលខេត្តស្រះកែវថៃតវ៉ាចំពោះការសាងសង់ជំរកបណ្ដោះអាសន្នឈូសឆាយតំបន់ជុំវិញហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្ដុំនៅតំបន់ដែលទាមទារនៅចំណុច TA 52 1230 ស្ថិតនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅក្នុងលិខិតឆ្លើយតបទៅអភិបាលខេត្តស្រះកែវថៃឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ទៅអភិបាលខេត្តស្រះកែវថៃថាទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ាគឺស្ថិតនៅភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលទីតាំងខាងលើនេះប្រជាពលរដ្ឋកម្ពុជាបានរស់នៅកាន់កាប់និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ 2000 ក្នុងនេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានធ្វើការបញ្ជាក់ជូនថាជំរកបណ្ដោះអាសន្ននេះត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេលមានការប៉ះទង្គិចនាពេលកន្លងមកនិងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទហេតុនានាម្យ៉ាងវិញទៀតរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ឡើងវិញថាសកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្ដុំនៅតំបន់ខាងលើគឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លីស្រែចម្ការនិងទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះបន្ថែមពីលើនេះប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជំរកបណ្ដោះអាសន្នខាងលើនេះគឺប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរីលុះបន្លាសំណាញ់ខ្មៅរនាំងនិងដាក់កង់ឡានដែលនាំឲ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំងខាងលើបញ្ហានេះបានបង្ហាញឲ្យឃើញអំពីភាពស្មុគស្មាញនិងការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនដែលទាមទារឲ្យមានការគោរពកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកទន្ទឹមនឹងនេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ជាថ្មីថារដ្ឋបាលខេត្តទាំងពីរទាំងខេត្តបន្ទាយមានជ័យកម្ពុជានិងខេត្តស្រះកែវថៃមិនមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមារួចរាល់នោះទេយោងតាម MOU ឆ្នាំ 2000 កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC កាលពីថ្ងៃទី 10 ខែកញ្ញាឆ្នាំ 2025 ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានប្រកាសជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរពលគឺត្រូវរងចាំលទ្ធផលនៃកិច្ចប្រជុំ JBC ក្នុងនេះដើម្បីបន្ធូរបន្ថយភាពតានតឹងនិងរងចាំដំណោះស្រាយរបស់ JBC រដ្ឋបាលខេត្តទាំងពីរបន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីគ្រប់គ្រងស្ថានភាពនៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធីរួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទនិងបង្កើនភាពតានតឹងអភិបាលខេត្តបន្ទាយមានជ័យកម្ពុជាក៏បានប្រាប់ទៅអភិបាលខេត្តស្រះកែវថៃអត់ធ្មត់និងរងចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែនហើយនៅក្នុងអំឡុងពេលរងចាំនេះអភិបាលខេត្តបន្ទាយមានជ័យកម្ពុជាក៏បានឲ្យអភិបាលខេត្តស្រះកែវថៃចូលរួមសហការក្នុងស្មារតីមិត្តភាពនិងភាពជាអ្នកជិតខាងល្អដើម្បីជៀសវាងបង្កើតភាពតានតឹងនិងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ